សួស្តីអូនបងចង់បានកាមេរ៉ាថតស្អាតនៅលើទូរស័ព្ទដៃ iPhone 12 Pro Max ខ្ញុំគិតថាប្រហែលជាគាត់ចង់សួរថាធ្វើម៉េចបានថតរូបឬមួយក៏ថតវីដេអូបានស្អាតនៅលើទូរស័ព្ទដៃ iPhone អញ្ចឹងណាអូខេអញ្ចឹងបើសិនជាបងចង់ដឹងពីរបៀបសេរី setting កាមេរ៉ាថាធ្វើម៉េចបានថតរូបស្អាតគឺអ្នកនរគ្នាអាចចូលទៅមើលនៅក្នុង YouTube បានដែលខ្ញុំបានធ្វើការ upload វីដេអូមួយហ្នឹងម្ដងទៅជា2ដងរៀងរាល់ហើយគឺពីរបៀបសេរី setting កាមេរ៉ាហើយបើសិនជាអ្នកនរគ្នាធ្វើតាមវិធីនេះហើយនៅតែអត់អាចថតស្អាតអត់អាចថតច្បាស់ថ្ងៃនេះគឺខ្ញុំមានកម្មវិធីពីរទៀតបើសិនជាអ្នកនរគ្នាចង់ដឹងថាពីកម្មវិធីនេះអីគេកុំភ្លេច share ជាមួយនឹងវីដេអូមួយនេះទុកមើលនៅពេលក្រោយទៀតហើយវីដេអូមួយនេះដែរគឺនាំមកជូនអ្នកនរគ្នាដោយហាងលក់ទូរស័ព្ទដៃ The Win Store ចុះបើសិនជាអ្នកនរគ្នាកំពុងតែមានតម្រូវការចង់បានជាមួយទូរស័ព្ទដៃ iPhone នេះធ្វើការប្រើប្រាស់ប្រចាំថ្ងៃកុំភ្លេចឆែកជាមួយនឹងហាង The Win Store គាត់មានលក់ជាមួយទូរស័ព្ទដៃ iPhone គ្រប់ជំនួសតែម្ដងមិនតែប៉ុណ្ណោះហាងរបស់គាត់គឺមានក្រុមសេវាកម្មដែលមិនថាទិញដាច់វាយដូរឬមួយក៏បោះរំលោះទេអាចឆែកបានសម្រាប់ page គឺខ្ញុំបានធ្វើការដាក់នៅខាងលើ descriptionកម្មវិធីទី1មានឈ្មោះថា Final Cut Camera ដែលអ្នកនរគ្នាអាចចូលទៅ download បាននៅក្នុង App Store ទៅលើកម្មវិធីមួយនេះពេលដែលអ្នកនរគ្នាចូលទៅគឺអ្នកនរគ្នានឹងបានឃើញជាមួយនឹងមុខងារដូចជា function ផ្សេងៗដែលវាដាក់បង្ហាញនៅលើកញ្ចក់អេក្រង់របស់វាតែម្ដងគឺងាយស្រួលនៅលើការចុចបញ្ជាក៏ដូចជាពេលដែលអ្នកនរគ្នាចង់ថតចង់កំណត់ setting អ្វីផ្សេងៗនេះគឺអ្នកនរគ្នាអាចធ្វើការសេរីបាននៅកន្លែងនេះ all in one តែម្ដងហើយកម្មវិធីទី2វិញគឺមានឈ្មោះថា Black Magic ទៅលើកម្មវិធីមួយនេះគឺពិតជាល្បីខ្លាំងមែនទែនហើយសំខាន់ទៅលើការផ្ដោតថតវីដេអូតែម្ដងដោយសារតែកម្មវិធីមួយនេះគឺវាផ្ដោតសំខាន់ទៅលើការប្រើប្រាស់អ្នកថតវីដេអូហើយទៅលើការថតគឺវាលក្ខណៈបែប professional ពេលដែលអ្នកនរគ្នាធ្វើការ download ហើយចុចចូលទៅលើកម្មវិធីមួយនេះគឺវាមានអារម្មណ៍ថារៀងស្មុគស្មាញបន្តិចក៏ប៉ុន្តែបើសិនជាអ្នកនរគ្នាធ្វើការសិក្សាវាបន្តិចទៅអ្នកនរគ្នានឹងយល់ដឹងពីការថតហើយអ្នកនរគ្នានឹងថតបានស្អាតខ្លាំងជាងមុនទោះបីជាយ៉ាងណាក៏ដោយនៅក្នុងវីដេអូមួយនេះគឺខ្ញុំអត់បានប្រាប់បងប្អូនយើងពីរបៀបប្រើប្រាស់វាទេបើសិនជាអ្នកនរគ្នាចង់ដឹងចង់ចេះពីរបៀបប្រើប្រាស់វាបន្ថែមគឺអាចធ្វើការ comment បាននៅខាងក្រោមវីដេអូហើយខ្ញុំនឹងធ្វើវីដេអូទី2ជូនអ្នកនរគ្នាអរគុណច្រើនបើសិនជាស្រឡាញ់និងចូលចិត្តកុំភ្លេច like និង share ហើយ follow page ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីជម្រាបលាជួបគ្នាជាមួយនឹងវីដេអូក្រោយបាយបាយ